សួស្តីបងប្អូនអរគ្នាវីដេអូថ្ងៃនេះពាក់ព័ន្ធនឹងការដាក់ keyboard នៅលើ screen computer របស់យើងក្នុងករណីដែល computer របស់យើងមានបញ្ហា keyboard ចុចយើងអាចប្រើ on screen keyboard ខ្ញុំឲ្យជំនួសបានអញ្ចឹងអ្វីដែលខ្ញុំនឹងបង្ហាញនៅពេលនេះធ្វើម៉េចទើបយើងអាចយក on screen keyboard មកប្រើបាននេះតោះឥឡូវយើងទៅមើលបងប្អូនគ្នាហើយខ្ញុំខ្វែងទៅនេះមួយមកដើម្បីអាចយក on screen keyboard យកមកប្រើបានអ្នកនរគ្នាចុចត្រង់ search នេះមកនៅត្រង់នេះដោយសារខ្ញុំបាន search វាហើយអញ្ចឹងវាបង្ហាញនៅត្រង់នេះអញ្ចឹងបើសិនបើអ្នកទាំងគ្នាអត់ទាន់បានឃើញវាបង្ហាញទេអ្នកនរគ្នាវាយនៅត្រង់នេះដាក់ពាក្យថា keyboard នេះវាយតែប៉ុណ្្នឹងមកវាបង្ហាញឬក៏វាយឈ្មោះពេញអញ្ចឹងក៏បាន on screen keyboard វាបង្ហាញតោះមកយើងคลิกលើវាមួយមកនេះវាមកនេះណាដែលនៅលើកម្មវិធីរបស់យើងអាចប្រើវាជំនួស keyboard របស់យើងក្នុងករណីដែលវាមានបញ្ហាទេប៉ុន្តែបើមិនមានបញ្ហាយើងមិនបាច់ប្រើវាក៏បានដែរប្រសិនបើអ្នកទាំងអស់គ្នាចង់ដាក់វាឲ្យជាប់នៅលើនឹងនេះអ្នកនរគ្នាចុចម៉ៅស្ដាំលើវាមកបន្ទាប់មកយកពាក្យថា pin on taskbar คลิกទៅនឹងមួយមកនេះមកណាអញ្ចឹងពេលដែលអ្នកនរគ្នាបិទបើក computer ក៏វានៅនឹងដែរវាអត់ទៅណាទេដោយសារយើងបាន pin វាភ្ជាប់ជាមួយនឹង computer របស់យើងរួចហើយនេះគឺជាវិធីងាយដើម្បីទៅយក on screen keyboard យកមកប្រើប្រាស់ជំនួស keyboard នៅលើ computer របស់យើងក្នុងករណីដែល keyboard វាមានបញ្ហាវីដេអូខ្លីថ្ងៃនេះមានប៉ុណ្ណឹងហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច subscribe like កុំភ្លេចជួយចុចម្នាក់មួយផងជម្រាបលាទាំងអស់គ្នា